ខាតមាសមកតឡឹងបងប្អូនមិនមែនតិចតួចទេណាមកតឡឹងនិយាយទៅប្តីខ្ញុំនៅតែខឹងខ្ញុំហ្មងថ្ងៃឲ្យតែរំលឹករឿងមាសហ្នឹងគឺគាត់ខឹងខ្ញុំហ្មងអឺដើមហាតែដបងឡើយបងប្អូនអានេះមិនមែនអួតអីទេណាចាដើមឡើយដបងនោះកាលនោះមាសមួយជីតែ8ជាងអីទេហើយចឹងទៅក៏សំលុយទៅធ្វើបានមកតឡឹងឲ្យប្តីហើយបន្ទាប់មកទៀតមាសក៏ចាប់ផ្ដើមឡើងថ្លៃធ្វើបានផាជី3-4 ខែហ្នឹងមាសចាប់ផ្ដើមឡើងថ្លៃឡើងបាន90,000ជាងហើយខ្ញុំនេះនឹកឃើញថាមាសឡើងហ៎ក៏អត់មានតម្រូវការលុយអីទេក៏សុំប្តីយើងមានទៅលក់ដល់គិតថាវាចំណេញបានជិត2លានដែរអញ្ចឹងអ្នកនរគ្នាហើយប្រាប់ប្តីថាចាំដល់ពេលមាសចុះហ្នឹងចាំទិញវិញទៅឥឡូវហ្នឹងចំណេញក៏លក់សិនទៅហើយប្តីគាត់មិនចង់លក់ទេតែដោយសារគាត់តាមចិត្តខ្ញុំអញ្ចឹងគាត់ក៏ព្រមលក់ទៅហើយដល់តែឥឡូវមានណាអ្នកនរគ្នាអើយមកតឡឹងហ្នឹងជិត5,000ហើយមកតឡឹងជិត5,000ឥឡូវហ្នឹងអាលុយដែលលក់ហ្នឹងក៏អស់អាលុយចំណេញជិត2លានហ្នឹងក៏អស់អាមាសហ្នឹងក៏អត់ពាក់ទៀតអញ្ចឹងបានថាឲ្យតែនិយាយរឿងហ្នឹងប្តីខ្ញុំខឹងខ្ញុំតតែឥឡូវហ្នឹងហ្មង